ចាសួស្តីបងប្អូនទាំងអស់គ្នាចាបងប្អូនឃើញ channel ខ្ញុំជួយចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងណាបើបានចូលមើលហើយចុច like មួយចុចមាន comment អីចឹងចង់ដូចថាស្ថាបនាពីអីអញ្ចឹងអាចបងប្អូនអាច comment បានបងប្អូនចានឹងហើយការខ្វះខាតរបស់ខ្ញុំដឹងថាខ្ញុំនៅមានព្រោះយើងវាមិនតន់ស្ទាត់ជំនាញដែរអញ្ចឹងហើយមានតែបងប្អូនជួយកែលម្អថាត្រង់ណាត្រូវខុសអីអញ្ចឹងអាចបង្ហាញជា comment មកដើម្បីខ្ញុំកែលម្អអញ្ចឹងណាធម្មតាយើងធ្វើយើងចង់បានធម្មតាយើងធ្វើយើងក៏មិនតន់មានជំនាញអីប្រកបវិជ្ជាដែរបងប្អូននៅមានកំហុសខ្លះនៅមានអីថាមិនតន់ perfect ឡើយអញ្ចឹងហើយខ្ញុំក្នុងការរៀនសូត្រមានតែបងប្អូនជួយ comment ឲ្យជាមតិយោបល់ថាគួរថាបែបណាសនុកខ្ញុំកែប្រែអញ្ចឹងណាបងប្អូនចាហើយបងប្អូនឃើញបើបានចូលមើលហើយបងប្អូនជួយចុចសញ្ញារូបកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីខ្ញុំបានគោលដៅទៅមុខជាមួយបងប្អូនដែរសង្ឃឹមថាបងប្អូនចូលមើលនិងជួយចុចឲ្យខ្ញុំម្នាក់មួយទេសង្ឃឹមអញ្ចឹងទេណាបងប្អូនចាព្រោះអីខ្ញុំក៏មិនទាន់ស្ទាត់ដែរចាព្រោះអីខ្ញុំធ្វើលំហាត់ប្រាណនេះរយៈពេលវាយូរឆ្នាំហើយបងប្អូនអញ្ចឹងក្នុងពេលដែលជាង10ឆ្នាំហ្នឹងខ្ញុំឃើញថាវាបានសុខភាពច្រើនដែរវាមិនសូវមានជំងឺដំកាត់អីផ្សេងដែរវាឃើញថាស្រួលដែរអ្នកខ្លះអាយុប៉ុនខ្ញុំនឹងទ្រាំអស់ហើយអញ្ចឹងខ្ញុំវាអត់មានអីដែរគ្រាន់ថាវាធម្មតាចាស់វាតែងតែទ្រាំខ្លះហើយវាមិនបាននៅរឹងប៉ឹងដូចក្មេងទេប៉ុន្តែគ្រាន់ថាសំខាន់ចិត្តយើងនៅប្រឹងប្រែងតស៊ូធ្វើលំហាត់ប្រាណជាប្រចាំរាល់ថ្ងៃទៅក៏យើងបានរឹងប៉ឹងដែរទី1យើងបានដេកលក់ស្រួលទី2យើងបានហូបអីដោយសារមិនបាច់ព្រួយបារម្ភអីចឹងណាគ្រាន់ថាការហូបចុកនឹងយើងមានរបៀបរបស់យើងមិនមែនចេះតែឃើញអីបាប់ទេអញ្ចឹងយើងមានកំណត់ដែរដូចថារបស់ដែលយើងចូលចិត្តយើងហូបកុំឲ្យវាហួសកំណត់ដោយពាក្យគេថាមាន5ចំណុចមនុស្សស្រីយើងចាប់ពីអាយុ40ក្រាស់ទៅមាន5ចំណុចកុំហូបច្រើនពេកហើយដេកឲ្យបានច្រើនកំណត់ឲ្យពេញម៉ោងអញ្ចឹងណានឹងហើយកាត់បន្ថយការហូបច្រើនកាត់បន្ថយការរបស់ដែលវាប៉ះពាល់សុខភាពរបស់ខ្លាញ់ពេករបស់ដែលផ្អាប់ខ្លាំងពេកហ្នឹងហើយអាហ្នឹងវាល្អមួយចំណែកហើយយើងហូបទឹកឲ្យមានចំនួនគ្រប់តាមលំដាប់លំដោយរបស់យើងឧទាហរណ៍ថាគីឡូយើង70អញ្ចឹងយើងមនុស្សស្រីត្រូវហូបធ្វើម៉េចឲ្យបាន3លីត្រក្នុងមួយថ្ងៃ3លីត្រជាងណាប៉ុន្តែខ្ញុំថា3លីត្រទៅចោះកុំឲ្យវាលើសពេកខ្លាចថាហូបមិនបានហ្នឹងគីឡូ70គីឡូទៀបជាងនឹងដូចជា60ជាង65 60គត់អីអញ្ចឹងយើងតែ2លីត្រកន្លះអីតែ2លីត្រកន្លះអីចឹងទៅអាចគ្រប់គ្រាន់ហើយចានិយាយទៅមករូបរាងកាយយើងមានរបៀបអនាម័យត្រឹមត្រូវហូបចុកដេកពួនស្លៀកពាក់សមរម្យទៅយើងមានទាំងសុខភាពមានទាំងដូចថាសុភមង្គលសេរីសុស្ដីរបស់យើងនឹងវាចេះតែចូលមកហើយដល់យើងពិភពអបអមុកពេកចេញដើរទៅណាក៏វាមិនមានសេរីសុស្ដីដែរសូម្បីតែទេវតាក៏លោកមើលឃើញថាយើងជាមនុស្សយ៉ាងណាហើយសប្តាហ៍ថ្ងៃហ្នឹងបើយើងចេញដើរទៅណាដែលយើងមានបុណ្យក្នុងខ្លួនយើងក្នុងចិត្តយើងដែលយើងធ្លាប់បានធ្វើកន្លងមកគឺទេវតាតាមថែរក្សាយើងហើយអ្នកទាំងអស់នោះគ្មាននៅណាទេបងប្អូននៅជុំវិញខ្លួនយើងហ្នឹងអញ្ចឹងបើយើងចេញដើរទៅណាវាមានឧបទ្ទហេតុអីក៏គេជួយយើងដែរអញ្ចឹងបានថាយើងរក្សាចិត្តរក្សាសិលក្នុងខ្លួនឲ្យរឹងមាំបានតែសិល
បាច់ចាំថាបានច្រើនសិល5ឲ្យតែបានគ្រប់ចំនួននឹងគឺយើងទទួលបាននៅសេចក្តីសុខគ្រប់យ៉ាងហើយបងប្អូនទាំងសុខភាពផ្លូវចិត្តហើយខ្ញុំចំណាំមើលអ្នកដែលរក្សាសិលចាប់ពីសិល5ទៅសាច់ឈាមគាត់ភ្លឺថ្លាហ្មងហើយមើលទៅស្អាតអត់ដូចយើងថាអត់មើលទៅអាយពិបាកមើលអីអត់ទេសាច់ឈាមនឹងភ្លឺថ្លាមែនអ្នករក្សាសិលខ្ញុំលួចគុណចំណាំមើលខ្ញុំចំណាំតាំងពីខ្ញុំចាប់ផ្ដើមទៅចូលសមាទានសិលមកខ្ញុំលួចគុណមើលសាច់ភ្លឺថ្លាអ្នកដែលមានរក្សាសិលបានច្រើននឹងទោះបីចាស់យ៉ាងណាទ្រោមយ៉ាងណាក៏គាត់នៅតែមានពន្លឺពីក្នុងមកអញ្ចឹងតាហើយសួរថាគាត់នឹងអ្នកប្រើផលិតផលអីក៏អត់ទេដូចជាខ្ញុំអីមិនដែលមានជាតិផលិតផលអីទេបងប្អូនអើយរាល់ថ្ងៃឲ្យតែមានបាយ3ពេលគ្រប់គ្រាន់នឹងគាត់ប្រសើរហើយគ្មានលោភលន់ចង់ស្អីទៀតទេបងប្អូនហើយសំខាន់ណាស់សំខាន់មែនតើគឺសុខភាពយើងនឹងហើយបើយើងព្យាយាមថែវាជាប្រចាំរាល់ថ្ងៃទៅហើយឧស្សាហ៍ខ្លាំងណាស់រឿងឧស្សាហ៍បើយើងតាំងចិត្តថាកុំខ្ជិលបើថាយើងល្ងាចយើងធ្វើអត់បានអញ្ចឹងយើងធ្វើព្រឹកធ្វើម៉េចម៉ោង5កន្លះអីយើងងើបទៅធ្វើចលនាអីមកសន្ទុះមកវាឲ្យតែក្តៅសាច់គ្រប់គ្រាន់ហើយដូចក្រុមពួកខ្ញុំអញ្ចឹងព្រឹកឡើងគាត់រវល់ចក្រានជើងឆ្នាំងបាយទឹកអីអញ្ចឹងទៅមិនអាចមានពេលទេហ្នឹងហើយសម្អាតផ្ទះសម្អាតសម្បែងអីអញ្ចឹងទៅក៏មិនអាចមានពេលព្រឹកដែរអញ្ចឹងមានតែពេលល្ងាចទេបងប្អូនហ្នឹងហើយល្ងាចយើងឆ្លៀតបានកន្លះម៉ោងក្រុមពួកខ្ញុំហាត់តែកន្លះម៉ោងទេបងប្អូនចាបានកន្លះម៉ោងហើយអញ្ចឹងគឺសម្រាប់មិនតិចហើយចាក់ភ្លេងនាំគ្នារាំហើយចាអញ្ចឹងទៅសុបាយចិត្តអញ្ចឹងទៅហើយមេឃភ្លៀងនាំគ្នារត់ទៅបើថាអត់ភ្លៀងទេបន្តតដល់បានកន្លះម៉ោងទៀតទៅអញ្ចឹង1ម៉ោងពេញហ្នឹងគឺដឹងតែឈប់ហើយល្មមប៉ុណ្ណឹងអត់ហត់ពេកស្រួលខ្លួនហើយមកដល់អង្គុយមកស្បក់ឲ្យស្ងួតញើសអីចឹងទៅយើងងូតទឹកងូតអីហើយទៅហូបបាយតិចតួចទៅកុំហូបច្រើនពេកយប់កាលណាយើងហូបយប់ច្រើនវាប៉ះពាល់រាងកាយយើងពិសេសកាពះយើងយប់ឡើងវាដេកដែរហ្នឹងអត់ធ្វើការទេអញ្ចឹងយើងហូបតិចតួចកាពះវារើបានខ្ញុំកាលពីក្មេងមកខ្ញុំឆាប់ឈឺកាពះនឹងដោយសារខ្ញុំអត់ដឹងពីរបៀបថែទាំសុខភាពទេហើយយប់ឡើងគាត់ទៅហូបហើយអញ្ចឹងម៉ោង7ចុះយើងមកពីធ្វើការរស់ស៊ីអីអញ្ចឹងមកដល់ម៉ោង7ហូបហើយផឹកទឹកហើយផ្ដួលខ្លួនព្រឹសហើយចូលអស់កម្លាំងហើយដាក់ទៅហើយកាពះវាមានទៅបានធ្វើការដូចយើងក្មេងអីហើយដាក់មួយឆ្អែតក្លៀនប៉ុណ្ណាដាក់ប៉ុណ្ណឹងអញ្ចឹងទៅបានវាខូចកាពះវាមិនធ្ងន់ធ្ងរអីទេគ្រាន់ថាវាដូចយើងអាសាលមូលអាសាអីអញ្ចឹងណាចាហើយដល់ពេលខ្ញុំបានហាត់ប្រាណរាល់ថ្ងៃអញ្ចឹងទៅឃើញថាវាមិនសូវមានបញ្ហាអីដែរចេះតែស្រួលខ្លួនជាប្រចាំរាល់ថ្ងៃអញ្ចឹងដែរហើយមួយថ្ងៃហ្នឹងខ្ញុំទៅចូលរួមបុណ្យគេបុណ្យសពគេណាតាំងពីគាត់អត់តន់ខូចខ្ញុំទៅមើលរហូតដល់គាត់ខូចហើយគាត់ទៅហើយសពហើយអីនឹងមកវិញគ្រុនផ្ដាសាយ2ថ្ងៃឥឡូវបានធូរហើយសំលេងមិនតាន់ស្អាតទេនៅកងោះកងល់លេងដោយសារអីដោយសាររឿងសុខភាពយើងចាស់នោះផងហើយដេកអត់សូវបានពីយប់3យប់នឹងដេកអត់សូវបាននឹកឃើញថាមនុស្សធ្លាប់ដើរធ្វើបន់ជាមួយគ្នាហើយគាត់អាយុប្អូនខ្ញុំទេតែគាត់ឈឺលឿនណាស់ដោយសារគាត់ដូចថាពេលដែលតិចតួចអីក៏អត់ទៅពិនិត្យសុខភាពហើយមួយទៀតគាត់អត់ហាត់ប្រាណគាត់ដើរតែធ្វើបន់ទេដល់អញ្ចឹងឈឺទៅវាឆាប់ទៅអញ្ចឹងកូនចៅមើលមិនតាន់អញ្ចឹងណាគាត់សុខចិត្តទ្រាំអត់របស់គាត់ទ្រាំរហូតដល់ពេលគាត់ធ្ងន់និយាយឡើងចេញទៅហើយចាហ្នឹងហើយ
គីឡូគាត់តែប៉ុណ្្នឹងហើយគាត់អត់ចាស់ហើយណាបងប្អូនគឺគាត់នៅតែដែរហ្មងសុខភាពគាត់គឺល្អមែនតែនហ្មងខ្ញុំសូមសរសើរគាត់អត់មានលើសខ្លាញ់អត់មានលើសអាស៊ីតអត់មានកើតទឹកនោមអីអត់ទេគឺគាត់ល្អបំផុតហ្មងរាល់ថ្ងៃហ្នឹងគាត់ឆ្លៀតប៉ុន្តែគាត់ថាវាគាត់អាយុ77ហ្នឹងគាត់រៀងទន់តិចទន់ជើងមកថាដើរអីច្រើនអញ្ចឹងគាត់រៀងទន់ជើងប៉ុន្តែបើហាត់ប្រាណគាត់ធ្វើជាប្រចាំរាល់ថ្ងៃជាមួយក្រុមពួកខ្ញុំអញ្ចឹងហ្មងចាហ្នឹងហើយការធ្វើហ្នឹងវាមិនមែនអត់ប្រយោជន៍ទេបងប្អូនហើយបើមួយអាវសបែកខ្នងហ្នឹងមួយហ្នឹងគីឡូដល់កហើយនោះហាត់មួយឆ្នាំឯងបានឃើញមុខវាមកម្ដងអញ្ចឹងទៅហើយវាមានតមអីវាដាក់យក1គីឡូវា8ជាងហើយនឹងខ្ញុំជាប្រាប់ថាឲ្យកាត់បន្ថយការហូបចុកទៅកុំហូបរបស់ណាដែលវាប្រៃរបស់ដែលផ្អាប់របស់អីហ្នឹងគឺសិតតែពួកឡើងគីឡូហើយឲ្យកាត់បន្ថយទៅវាមិនកាត់បន្ថយណាវាថាឆ្ងាញ់រហូតចាការយើងធ្វើវាមិនអត់ប្រយោជន៍ទេណាបងប្អូនអើយព្យាយាមទៅចាយើងចាស់ហើយចេះតែខំទៅបងប្អូនហើយបើយើងមិនខំគ្មានពេលណាជួយយើងទេយើងចាស់សូម្បីតែកូនចៅក៏គ្នាជួយយើងអត់រួចដែរណាបងប្អូនដូចរាល់ថ្ងៃហ្នឹងកូនគេមានកម្លាំងចិត្តនឹងឃើញយើងសុខភាពល្អនឹងឃើញយើងមិនមានបញ្ហាអីចឹងណាអញ្ចឹងគេសប្បាយចិត្តនឹងយើងហើយបងប្អូនបើសិនជាយើងអត់ព្យាយាមទេគ្នាក៏ពិបាកដែរឃើញម្ដាយគ្នាមិនហ៊ានចេះមាត់ចេះកអីជាមួយម្ដាយដល់អញ្ចឹងហើយយើងមិនស៊ូយើងនឹងអត់បានសុខភាពទេបងប្អូនតើតើយើងថែទាំសុខភាពបែបយើងអញ្ចឹងទៅបានយើងទទួលបានរាងកាយរឹងមាំចាហ្នឹងហើយបើសិនជាយើងប្រហែសទៅឃើញថាសុខភាពយើងក៏វាមិនរឹងប៉ឹងដែរណាចាការតស៊ូនឹងវាមិនអត់ប្រយោជន៍ទេបងប្អូនអើយវានៅតែបានចឹងឲ្យតែយើងព្យាយាមប្រឹងប្រែងក្នុងការហាត់ប្រាណហ្នឹងឃើញថាវាទទួលបាននៅសុខភាពយើងល្អចាការដែលយើងថែទាំហ្នឹងវាមិនជាខាតបង់អីទេគ្រាន់តែកន្លះម៉ោងបងប្អូនយើងហាត់តែកន្លះម៉ោងទៅយើងចាស់ហើយនោះយើងកុំហាត់យូរពេកធ្វើឲ្យយើងប៉ះពាល់ដល់រាងកាយយើងវិញទេដោយសារយើងហត់ហើយយើងមិនយករៀងយករើអីយើងហាត់យកសុខភាពនឹងបងប្អូនតែយើងហាត់យកសុខភាពវាអត់ពិបាកទេសំខាន់យើងវាមិនមានជំងឺអីច្រើននៅក្នុងរាងកាយយើងដូចជាខ្លាញ់ដូចជាអីអញ្ចឹងណាតែរាងកាយយើងអត់ហាត់ប្រាណអាខ្លាញ់ហ្នឹងវាកកនៅក្នុងខ្លួនយើងហើយហ្នឹងហើយបើសិនជាយើងហាត់ជាប្រចាំរាល់ថ្ងៃទៅសៃយើងក៏ទន់វាមិនរឹងវាមិនជាប់អីអញ្ចឹងណាខ្ញុំគ្រាន់តែមួយរយៈមុនដូចជាចំនួនខែ3ខែ4ហ្នឹងយើងអត់សូវហាត់បានហាត់ជាប់អញ្ចឹងណាហើយអញ្ចឹងជាប់ហើយរឹងចកេះងាកខ្លួនតាមស្រួលជាប់ចកេះគេតាមស្រួលជាប់ស្មាជាប់អីអញ្ចឹងដល់យើងហាត់រាល់ថ្ងៃអត់ទេបងប្អូនស្មាអីក៏ជាប់ចកេះអីយើងងាកអីទៅក៏វាអត់បញ្ហាចឹងហើយយើងព្យាយាមធ្វើទៅវាអត់ប៉ះពាល់និយាយខ្លីម៉ាត់ទៅវាអត់ប៉ះពាល់ខ្ញុំដើរទៅនឹងខ្ញុំទៅប្រអប់ឲ្យមួយនោះអត់ស្រឡាញ់ខ្លួនស្រឡាញ់លុយកាក់ខ្លាំងណាស់មួយអត់ដឹងថាសុខភាពហ្នឹងវាដើរតួមុនលុយកាក់ទេនឹងលុយកាក់កាត់ក្រោយបើសិនយើងអត់មានសុខភាពលុយកាក់ហ្នឹងគឺលែងមកហើយបើយើងមានសុខភាពទាំងលុយទាំងកាក់យើងមកព្រមទាំងអស់គ្នាចាហ្នឹងហើយកាលណាដែលយើងប្រឹងប្រែងវាមិនបាត់បង់ទេសុខភាពវាកាន់តែល្អឡើងចា
ហើយហាត់នឹងបងប្អូនសប្បាយណាមើលសើចរហូតនោះបើថាខ្ញុំដាក់អាសំណើចដែលហើយទាំងភ្លេងទាំងអីនឹងចូលនឹងពីណាស្ដាប់ពីណាទេបើវល់ពេញនឹងទាំងអស់អញ្ចឹងបានខ្ញុំជាបិទសំឡេងនឹងទៅយើងនិយាយរបស់យើងវិញទៅចាអញ្ចឹងបងប្អូនមិនអាចស្ដាប់អភាសាក្រុមនឹងទេនិយាយអាក្រក់ណាស់ឲ្យតែមកជុំគ្នាឆ្អេះឆ្អាស់ក៏មានស្អីក៏មានដែរអញ្ចឹងហើយស្ដាប់អត់យកសំឡេងដើមនឹងទៅអត់បានទេបានតែសំឡេងបញ្ចូលទេបងប្អូនអើយសូម្បីតែខ្ញុំធ្វើវីដេអូផុសចូលក្នុង page ក៏ខ្ញុំយកសំឡេងដើមអត់បានដែរអញ្ចឹងតើតែយើងបិទសំឡេងដើមនឹងឲ្យអស់ទៅយើងបញ្ចូលថ្មីអានឹងបានបើអញ្ចឹងទេវាអត់សូវពិរោះដល់អត់សូវពិរោះទៅវាដូចយើងថាអសរោះខ្មែរយើងធម្មតាខ្មែរយើងវាត្រូវការមានជីវធម៌ច្រើនដល់ពេលមកជួបជុំតែគ្នាគាត់អត់មានសូវគិតអីច្រើនមកជួបជុំគ្នាឲ្យបងប្អូនឲ្យបង្អាប់គ្នាសិតតែចាស់សិតតែចោះអីអញ្ចឹងណានិយាយពាក្យជ្រៅដល់អញ្ចឹងយើងទទួលយកអត់បានទេចាហ្នឹងហើយបងប្អូនទាំងអស់គ្នាការយើងថែទាំសុខភាពនឹងខ្ញុំក៏គ្មានពាក្យអីចែកម្លែកបងប្អូនដែរបងប្អូនអើយមានតែពាក្យថាជូនពរឲ្យបងប្អូនខំថែសុខភាពទៅបើសុខភាពយើងមានហើយលុយកាក់វាកើតក្រោយទេបងប្អូនហ្នឹងហើយបើយើងមិនថែមានពីណាមកជួយថែសុខភាពយើងកូនចៅគ្នាទៅធ្វើការដើម្បីរកចិញ្ចឹមជីវិតកូនតគ្នាទៀតដល់អញ្ចឹងយើងដែលម៉ែឪដែលយើងធ្វើការអីអត់កើតហ្នឹងយើងមានតែថែទាំសុខភាពយើងទេដែលបានជោគជ័យក្នុងឆាកជីវិតរបស់យើងបើយើងអត់ថែកូនចៅគ្នាមិនសូវបានសុបាយចិត្តនឹងមួយយើងដែរហ្នឹងតែគ្នាអត់ចេះមាត់អត់ចេះកអីជាមួយម្ដាយគ្នាមិនហ៊ាននិយាយពាក្យធ្ងន់ពាក្យស្រាលអីអញ្ចឹងហើយបើសិនជាយើងចេះយល់ចិត្តគ្នាជាមួយកូនមួយចៅយើងមានសុខភាពហើយយើងសុបាយក្នុងសង្គមគ្រួសារយើងទៀតយើងអត់មានដូចថាចង្អៀតចិត្តណាចឹងយើងទលាយទោះបីផ្ទះតូចផ្ទះធំអីមិនសំខាន់ចង្អៀតចិត្តគឺពិបាករស់នៅបើយើងអត់ចង្អៀតចិត្តណាទោះបីខ្ទមទូចតែមួយក៏យើងរស់នៅបានសុបាយចិត្តដែរបងប្អូនចាហ្នឹងហើយហាត់បដានឹងអូយប្រុកប្រាជ្ញងាកទៅនិយាយសិនចាហ្នឹងហើយអរគុណច្រើនហើយបងប្អូនអើយដែលបងប្អូនបានចូលរួម